កាន់តែប្លែកនិងអស្ចារ្យទៀតហើយបងប្អូនថ្ងៃនេះគឺបាទសូមបង្ហាញនូវគោបាទពូជខ្មែរសុទ្ធគោខ្មែរគឺដ៏កម្របាទត្រូវជាកូនរបស់អាខ្លែងបាទគោដែលល្បីបាទកូនរបស់ខ្លែងហើយត្រូវជាចៅរបស់គង្គាបាទហើយបាទគោខ្មែរគឺបាទមិនងាយរើណាបាទជីស្វែងរកយូរបានឃើញមួយបាទនេះគោបាទចាត់ទុកថាជាគោខ្មែរដ៏កម្រហើយបាទកូនរបស់ខ្លែងចំហើយបងប្អូន បាទមើលបាទរូបរាងគឺបាទមិនចាញ់ឪវាបាទសូមជម្រាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាបាទយើងវិលមកជួបគ្នាទៀតហើយបងប្អូនបាទអញ្ចឹងគឺថ្ងៃនេះសូមបង្ហាញគោបាទគោខ្មែរបាទពូជគោដ៏កម្រមួយបាទដែលត្រូវជាកូនរបស់ខ្លែងបាទហើយបងប្អូនអ្នកចិញ្ចឹមគោគឺបាទអ្នកដែលលេងគោល្អគឺអាចបាទឃើញគោនេះហើយគឺអាចស្គាល់ភិនភាគបាទត្រូវជាពូជរបស់គោណាបាទបាណាអញ្ចឹងណាបាទអញ្ចឹងបាទគោនេះគឺបាទត្រូវជាកូនរបស់ខ្លែងបាទនិយាយទៅអាខ្លែងគឺកូនរបស់គង្គាបាទអញ្ចឹងអានេះគឺត្រូវជាចៅរបស់គង្គាហើយបាទពូជអាខ្លែងបាទប្រហែលជានៅតែមួយហ្នឹងទេតាមមើលស្រុកខ្មែរបាទស្អាតមែនតើហ្មងបាទមិនចាញ់ឪវាអាខ្លែងបាទក្តោងគឺល្អជាងឪវាទៀតណាហើយបាទបាទឆ្អឹងក៏មិនចាញ់ឪវាដែរបាទស្អាតមែនតើហ្មងបាទពូគាត់ទើបយកមកបានប្រហែលខែដែរអញ្ចឹងបាទគាត់យកពីទន្លេមកហើយនៅគេហ្នឹងគឺធ្លាក់កូនល្អបាទលោតបានរាប់រយមេបាទហើយមកគាត់ទើបតែយកមកដែរគឺបាទមកដល់ដៃគាត់អត់ទាន់ធ្លាក់កូនទេបាទតាមចិត្តធាក់ដែរបាទហើយគោនេះគឺឈ្មោះវាអាចត្រងោលបាទត្រងោលគឺបាទវាទើបតែប្រហើយថ្មិញហ្នឹងអញ្ចឹងបាទគោទើបប្រហើយថ្មិញហ្នឹងគឺបាទចាប់ផ្ដើមងាត់សាច់ហើយបាទដោយសារបាទគាត់ជាអ្នកចិញ្ចឹមគោបាទថែគោបានល្អបាទគោគាត់គឺស៊ីចេកបាទចេកគឺមានប្រចាំរាល់ថ្ងៃហ្មងមិនថាគោបានថាគោមេអញ្ចឹងគាត់ប្រកែថែបាទស្មៅគាត់ដាំទៀតអញ្ចឹងស្មៅគឺអត់ចេះខ្វះបាទដោយសារស្មៅដាំបាទជាបើនេះគឺគាត់មានមួយសេតទាំងអស់ហ្មងបាទគឺគាត់ជាអ្នកចិញ្ចឹមគោបាទយូរឆ្នាំហើយតាំងក្មេងមកហើយអាយុប៉ុណ្ណឹងក៏គាត់នៅតែចិញ្ចឹមដែរដោយសារគាត់ស្រឡាញ់គោបាទហើយគោបាននេះគឺគាត់បាទតាមយកដល់បានគាត់ស្រឡាញ់បាទពូជបាទខាងកូនអាខ្លែងបាទហើយគោខ្មែរបាទគោនេះអាចចាត់ទៅជាគោដ៏កម្រហើយបាទហើយត្បិតថាគោប្រហែលឆ្នាំចុងក្រោយនេះគឺបាទហាក់ដូចជាធ្លាក់ថ្លៃហើយបងប្អូនកសិករយើងគឺបាទអត់សូវចិញ្ចឹមឥឡូវលក់ចង់អស់ហើយបាទប៉ុន្តែអាតងោលគឺនៅតែមានមេដាក់ចឹងបាទដោយសារអីគោខ្មែរគឺគេត្រូវការបាទឥឡូវគេវិលមកគោខ្មែរវិញគោខ្មែរបាទគោឡាយឈាមបាទអញ្ចឹងតងោលគឺត្រូវប៉ាន់បាទគឺមិនសូវដាច់ឯមេគឺមកបន្តដែរបាទមើលសាច់មែនតើហ្មងបាទសរសើរពូម្ចាស់គោគាត់ប្រកែថែគោគាត់ច្រើនណាស់បាទគោសល្អបាទហើយវីដេអូក្រោយគឺខ្ញុំបាទនឹងចេញបាទមេគោរបស់គាត់ទៅគឺមេគាត់បាទសុទ្ធតែមេ grade A បាទអញ្ចឹងបាទវិលមកដង្កោលគឺគោបាទផែនល្អគោខ្មែរគឺមិនងាយរើពីច្រើនគោឡាយគោស៊ីនបាទមកពីក្រោយគឺបាទដូចឪវាដូចជីតាអញ្ចឹងបាទលោខាងក្រោយអស់ទាស់ឡើងនេះហ្មងគោ4ជ្រុងបាទមើលជាហៀងខាងណាក៏សមក៏ស្អាតបាទហើយទីតាំងនៃត្រងោលកំពុងស្ថិតនៅគឺស្ថិតក្នុងភូមិស្វាយពៀឃុំអង្កាញ់ស្រុកព្រៃកប្បាសខេត្តតាកែវបាទហើយលេខទូរស័ព្ទគឺខ្ញុំបាទបានដាក់ជូនលើអេក្រង់អញ្ចឹងបងប្អូនអាចបាទខលតំណែងសួរនាំអំពីបាទគោបាននេះបានបាទជាពិសេសអ្នកមានមេគោបាទមានមេគោបាទល្អបាទដាក់មកគឺបាទហិតតាកាត់ល្អទៀតបាទដោយសារបាទគោខ្មែរគឺមិនងាយរើផែនល្អបាទហើយក្រោយពីការបង្ហោះវីដេអូនេះទៅបាទសង្ឃឹមថានឹងធ្វើឲ្យបាទគោបារងោលនេះគឺកាន់តែមានឈ្មោះបោះសម្លេងថែមទៀតបាទគោទើបតែប្រហើយថ្មិញគឺបាទពងពេញលោតណាបងប្អូនបាទមើលសាច់មើលបាទថែដល់អញ្ចឹងគឺលោតមិនងាយទៅណាទេ4-5ឆ្នាំនេះក៏នៅតែលោតបានណាបាទ
ហើយបាទលេខទូរស័ព្ទហ្នឹងក៏ពូម្ចាស់គោក៏គាត់ជាអ្នកបាទទិញលក់គោដែរអញ្ចឹងបងប្អូនពេលលោមានមេគោអីចង់លក់ចង់ដូរក៏អាចទំនាក់ទំនងលេខហ្នឹងបានផងដែរបាទដូច្នេះសូមបន្តបាទទេសនាវីដេអូបន្តទៀតហើយបើបងប្អូនពេញចិត្តសូមជួយចុច comment ចុច like និង subscribe ផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទ